បន្ទាប់ពីលេងសៀងរបស់យើងបាននិយាយចឹងហើយបានធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើលហើយពេលនោះគាត់ក៏ឲ្យគេមកទូទាត់លុយតែម្ដងហើយលុយសរុបដែលលេងសៀងរបស់យើងបានទិញនៅពេលនេះគឺអស់ចំនួន11លានជាងហើយក៏ធ្វើឲ្យអាប៉ែកមួយនេះនិងលាវឆេងបានភ្ញាក់ផ្អើលនឹងរឿងទាំងអស់នេះលេងសៀងក៏បាននិយាយឌឺទៅអាក្អុបមួយនឹងថាមិនដែរអូនហើយបានភ្លឺភ្នែកនៅចំណែកឯកញ្ញាលូយ៉ាស៊ីរបស់យើងនេះក៏ភ្ញាក់ផ្អើលនឹងរំភើបផងដែរអាប៉ែកតាណាមួយនេះវាអស់ឯងនិយាយហើយមិនដឹងថាអាចហោះចូលមាត់ពេលតាំងពីការទេមើលអ្នកគ្នាមើលកន្លែងទៅនេះហើយក៏ sorry អ្នកគ្នាដែរដែលខ្ញុំនិយាយដែរដកពួកអីពងតែប្រាសាចឹងណារៀងតឹងជាងមុនបន្តិចវាថមហាមខ្លះដែររៀងចេះទៅដាក់ទៅដប់តិចឲ្យគ្នាយើងហើយលូយ៉ាស៊ីរំភើបនឹងរឿងទាំងអស់នេះខ្លាំងមែនតើក៏បានរត់ទៅអោបលៀនស៊ីនរបស់យើងហើយចំណាប់អារម្មណ៍របស់នាងទៅលើលៀនស៊ីនរបស់យើងក៏បានបូកសឹបទៀតហើយចំណាប់អារម្មណ៍សរុបនៅពេលនេះមានចំនួន42%ផងដែរហើយនៅពេលហ្នឹងផងដែរលាវឆេមនឹងឃើញពីអានឹងកំពុងតែទិញអីវ៉ៃអវ៉ាន់ច្រើនដល់ម្លឹងនាងក៏បានអង្វរឲ្យអាប៉ែនោះទិញរបស់ឲ្យនាងផងដែរហើយយើងក៏ទៅស្គាល់ឈ្មោះអាប៉ែហ្នឹងដែរដែលមានឈ្មោះថាវ៉ាងសាវអាប៉ែមួយហ្នឹងក៏បានបកស្រាយទៅនាងថាអ្នកមាននៅខ្ញុំមិនដែលចាយវាយប្រាក់កាសប្រេះផ្ដាស់ទេហើយស្រាប់តែពេលហ្នឹងក៏មាននារីកធាត់ណាម្នាក់ទេបានមកដល់កន្លែងនេះដោយស្រ័យតែវ៉ាងសាវថាហេតុអ្វីក៏អ្នកនៅទីនេះហើយក៏បានទះអាប៉ែវ៉ាងសាវមួយហ្នឹងមួយកំភ្លៀងតែម្ដងធ្វើឲ្យវាខ្ទាតអស់គូតញ៉ាច់អាប៉ែមួយហ្នឹងវាក៏បានវាទៅកន្លែងយាយកធាត់មួយហ្នឹងដោយរៀបរាប់ប្រាប់ចាយធាត់ហ្នឹងថារឿងទាំងអស់ហ្នឹងមិនមែនជាកំហុសរបស់គាត់ទេគឺជាកំហុសរបស់នាងបានទាក់ទាញខ្ញុំឲ្យមកចាយវាយចំពោះលើនាងហើយខ្ញុំក៏បានត្រូវនាងបោកបញ្ឆោតផងដែរនាងបានបង្វក់ស្មារតីរបស់ខ្ញុំឲ្យធ្វើរឿងបែបនេះហើយប៉ែវ៉ាងសាវមួយហ្នឹងក៏បានដើរទៅផ្ទះកំភ្លៀងនាងក៏បានស្រែកចោទលាវឆាំងនឹងតែម្ដងលាវឆាំងឃើញរឿងទាំងអស់នេះហើយក៏បានអស់ជំរឿក៏បានរត់ទៅរកលេនស៊ីនរបស់យើងក៏ប៉ុន្តែលេនស៊ីនមិនខ្វល់ពីនាងទេគឺដើរចេញដោយមិនដឹកមិនលឺមិនខ្វល់តែម្ដងលាវឆេងបានឃើញពីទង្វើរបស់លេនស៊ីនយើងបែបនេះហើយនាងក៏បានរត់ចេញក្រៅតែម្ដងក៏ប៉ុន្តែចំណាប់អារម្មណ៍របស់នាងក៏បានបូកមួយផងដែរមិនដឹងថាមកពីមូលហេតុអ្វីដែរចំណែកឯលីស៊ីនក៏ឆ្ងល់ផងដែរគេធ្វើបាបនាងប៉ុណ្ណឹងហើយហេតុអ្វីបានជាចំណាប់អារម្មណ៍របស់នាងបូកវិញចឹងលោកយ៉ាស៊ីក៏បាននិយាយទៅលីស៊ីនថាខ្ញុំមិននឹកស្មានទេថាវ៉ាងសាវវាមានចរិតបែបនេះមើលទៅលាវឆេងប្រហែលជាឈឺចាប់ខ្លាំងណាស់ហើយមើលទៅនេះហើយក៏សួរទៅលីស៊ីនថាតើអ្នកមិនបារម្ភពីនាងទេលីស៊ីនក៏បានតបវិញរឿងនាងមិនពាក់ព័ន្ធអ្វីនឹងខ្ញុំទេខ្ញុំមិនមានចំណាប់អារម្មណ៍ឬក៏មានអ្វីពាក់ព័ន្ធនឹងនាងទៀតទេហើយខ្ញុំក៏មិនខ្វល់នាងយ៉ាងម៉េចយ៉ាងម៉ាដែរពេលនោះលូយ៉ាស៊ីក៏បានគិតក្នុងចិត្តថាមើលទៅលៀនស៊ីនយើងប្រហែលជាបោះបង់លាវឆេងចោលហើយលូយ៉ាស៊ីនឹងក៏បានគិតក្នុងចិត្តថាប្រហែលជាលៀនស៊ីនយើងនឹងបោះបង់ចោលលាវម៉េងចឹងណាចឹងប្រហែលជាគាត់បោះបង់នាងហើយមករកនាងជំនួសវិញហើយពេលហ្នឹងលូយ៉ាស៊ីក៏បាននិយាយទៅលៀនស៊ីនថាថ្ងៃនេះលោកបានធ្វើល្អចំពោះខ្ញុំនិងចំណាយលើខ្ញុំច្រើនណាស់តើខ្ញុំអាចតបស្នងចំពោះអ្នកយ៉ាងដូចម្ដេចទៅចំណែកឯលីនស៊ីនវិញតបនាងវិញថាចង់ចំណាយលើខ្ញុំវិញឬក៏ចង់សងគុណខ្ញុំមែនទេតើអ្នកចង់សងគុណខ្ញុំដោយរបៀបណាឬក៏អីគេនោះហ៎លូយ៉ាស៊ីក៏បានអៀននៅពេលហ្នឹងផងដែរហើយចំណាប់អារម្មណ៍របស់នាងក៏បានបូក12ដងទៀតហើយពេលហ្នឹងនាងក៏បាននាំលីនស៊ីនយើងទៅទិញកៅអៅថ្មីផងដែរបន្ទាប់ពីលីនស៊ីនយើងបានផ្លាស់ប្ដូរកៅអៅហើយពេលនោះលូយ៉ាស៊ីក៏បានឃើញទូប្រុសយើងចឹងទៅក៏បានថា wow so handsome លីនស៊ីនពិតជាសង្ហាមែនមើលទៅគាត់ប្រហែលជាក្រោះពេកលាក់ខ្លួនហើយលីវឆេហ្នឹងបានមើលមិនឃើញគាត់នៅពេលនេះលីនស៊ីនត្រូវបានក្លាយជារបស់ខ្ញុំហើយនៅពេលនេះហើយពេលហ្នឹងលីនស៊ីនយើងក៏បានដើរមកឆ្លុះកញ្ចក់មើលខ្លួនឯងចឹងទៅក៏បានថាអីយ៉ាអញសង្ហាដែរតាតែប៉ានេះដឹងតែតាក់មួយបានច្រើនហើយសាច់រឿងយើងក៏កាត់មកដល់ពេលលូយ៉ាស៊ីមកដល់ផ្ទះផងដែរពេលនោះនាងក៏បានដើរទៅក៏បានឃើញលាវមេងនៅហ្នឹងចឹងទៅកំពុងតែតែងខ្លួនធ្វើអីចឹងណាលូយស៊ីក៏បានសួរតានាងថាតើមុខនាងមិនអីទេហើយលេឆេមិនហ្នឹងក៏បានតបតានាងវិញថាខ្ញុំមិនអីទេអរគុណលីនស៊ីនហើយដែលបានជួយបកអាក្រាតមុខរបស់វ៉ាងសាវឲ្យខ្ញុំឃើញចឹងទៅប្រសិនបើគាត់មិនបានជួយបកអាក្រាតទេនោះនាងប្រហែលជារស់នៅក្នុងភពងងឹតជាមិនខានហើយលូយ៉ាស៊ីក៏បាននិយាយផងដែរថាខ្ញុំក៏អរគុណលៀនស៊ីនផងដែរតែបានទិញកាបូបមួយនេះឲ្យមកខ្ញុំនោះលាវម៉េងក៏បានមើលទៅកាបូបមួយហ្នឹងក៏បាននិយាយទៅលូយ៉ាស៊ីថាល្អហើយបើសិនជាលៀនស៊ីនទិញកាបូបនេះឲ្យអ្នកនោះអ្នកឆាប់ទទួលវាយកទៅនេះគឺជាទឹកចិត្តរបស់គាត់ហើយពីអ្នកហ្នឹងមិនដឹងយ៉ាងម៉េចយ៉ាងម៉ាដែរក៏បានធ្វើមុខខ្លាដាក់គ្នាចឹងទៅណាហើយសាច់រឿងយើងក៏កាត់មកដល់កន្លែងមួយទៀតហើយដោយលៀនស៊ីនរបស់យើងកំពុងតែធ្វើដំណើរស្រាប់តែបានជួបនឹងមិត្តចាស់3នាក់ដោយអាពាក់ក្បាលប៉លើងនេះមានឈ្មោះថាវ៉ាងជីងហើយពីរអ្នកក្រោយនោះក៏មិនដឹងឈ្មោះដែរស្រាប់តែពេលហ្នឹងអាពាក់វ៉ាងជីងនឹងក៏បានឃើញលីនស៊ីនវាក៏បាននិយាយថាអាយ៉ា
លៀនសៀងតានេះខ្ញុំដូចជាបាត់មកឯងយូរដល់ហើយហើយនៅពេលថ្មីនេះខ្ញុំដូចជាឮរឿងអាចារ្យបារាម2នាក់តែពេលនេះលាវឆេងបានរត់ចោលអ្នកហើយមែនទេតែអ្នកមិនស្ដាយនាងទេអ្នកបានខំប្រឹងរកលុយហើយចំណាយប្រាក់លើនាងយ៉ាងច្រើនតែពេលនេះនាងបានក្បត់អ្នកតែអ្នកមិនស្ដាយនាងទេតែមែនទេលៀនសៀងយើងក៏មិនខ្វល់ពីពាក្យសម្ដីអាពួកអស់ហ្នឹងដែរហើយពេលហ្នឹងអាមួយវាងជីងហ្នឹងក៏បានយកទូរស័ព្ទមកដោយបង្ហាញទៅលៀនសៀងយើងថានេះអ្នកបើចង់បានមិត្តស្រីថ្មីនោះអ្នកអាចមើលក្នុង LINE នេះបានសម្បូរស្រីស្អាតណាហើយអ្នកក៏អាចចំណាយប្រាក់លើពួកនាងបានដែរសប្បាយទាំងអស់គ្នាលៀនស៊ីនបានមើលអេបនឹងហើយក៏បានឃើញមានមនុស្សជាច្រើនកំពុងតែ LINE ហើយសម្បូរសុទ្ធទៅដោយស្ត្រីពេលនេះខ្ញុំបានរកវិធីសាស្ត្រដើម្បីរកប្រាក់ចំណេញឲ្យច្រើនបានទៀតហើយ